ថ្ងៃមួយលៃឡាបានធ្វើដំណើរមកដល់ព្រៃជេលីដែលពោពេញដោយពន្លឺនិងពណ៌ស្រស់ៗនាងមិនដឹងថាអ្វីកំពុងរង់ចាំនៅខាងមុខទេប៉ុន្តែចិត្តក្លាហានរបស់នាងនាំឲ្យនាងបន្តទៅក្រោមដើមឈើជេលីទាំងនោះពេលលៃឡាកំពុងមើលជុំវិញមានសត្វមួយលត់ចេញពីក្តារជេលីវាជាខ្លាជេលីដែលមានពន្លឺស្រស់បំព្រងវាមើលទឹកមកក្រាប់ដេហើយនៅខ្លះៗវាលត់ចិត្តនាងដោយចិត្តទន់ភ្លន់ចាប់ផ្ដើមមានសត្វតូចមួយហោះមកវាជាដង្កូវប្រភេទថ្លាដែលមានពន្លឺចែងចាំងវាហោះនាំភ្លៅខ្លីៗទៅមុខហើយលេឡាជាមួយនឹងខ្លាជេលីក៏ដើរតាមដោយចង់ដឹងពួកគេមកដល់ទន្លេជេលីដែលហូរដូចពពុះផែមលៃឡាទៅដើរលើថ្មជេលីដែលរំញ័រទាំងអស់ខណៈខ្លាជេលីលោតផ្លោះជីរលប់នៅចុងផ្លូវពួកគេឃើញដើមឈើបេះដូងជេលីធំមួយពន្លឺលីពណ៌ចេញពីខ្ចីរបស់វាលៃឡាកាន់តែជិតហើយអារម្មណ៍ថាព្រៃនេះមានអាចកំបាំងដែលកំពុងរង់ចាំឲ្យនាងរកឃើញក្រោមដើមបេះដូងជេលីលៃឡានិងសត្វមិត្តថ្មីរបស់នាងអង្គុយស្ងប់ស្ងាត់ទោះជាការផ្សងព្រេងមិនទាន់ចាប់ក៏ដោយប៉ុន្តែនាងដឹងថានាងបានរកឃើញមិត្តភាពថ្មីមួយក្នុងព្រៃជេលីអស្ចារ្យនេះចប់ដោយបរិបូរណ៍